Sato bị bùa áp rômในកិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី9 The 9BICC Education Fair ឆ្នាំ2026និងវេទិកាស្រាវជ្រាវនៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី3 The Third BICC Research Forum ឆ្នាំ2026ដែលមកពី40គ្រឹះស្ថានអប់រំនៃ17ប្រទេសនាថ្ងៃទី5ដល់ថ្ងៃទី8ខែកក្កដាឆ្នាំ2026សាកលវិទ្យាល័យ Belty អន្តរជាតិបានរៀបចំពិព័រណ៍អប់រំនៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ Belty លើកទី9ឆ្នាំ2026ក្រោមប្រធានបទឱកាសអាហារូបករណ៍និងការរៀបចំជីវិតសិក្សានៅក្រៅប្រទេសនិងវេទិកាស្រាវជ្រាវសាកលវិទ្យាល័យ Belty អន្តរជាតិលើកទី3ឆ្នាំ2026ក្រោមប្រធានបទ Digital Transformation in Education ដែលមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមបណ្ឌិតលីឆេងតំណាងរាជមណ្ឌលរាជធានីភ្នំពេញស្ថាបនិកអគ្គនាយក Belty Group និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ Belty អន្តរជាតិព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវជាអគ្គនាយករងអគ្គនាយិការងនៃ Belty Group ព្រមទាំងគណៈអធិបតីថ្នាក់ដឹកនាំបុគ្គលិកសាស្ត្រាចារ្យលោកគ្រូអ្នកគ្រូសិស្សនិស្សិតគណៈប្រតិភូដែលមកពី40គ្រឹះស្ថានអប់រំនៃ17ប្រទេសនិងមានការផ្សាយបន្តផ្ទាល់តាមរយៈ Zoom Cloud Meeting ទៅកាន់សាខានៃសាលា Belty អន្តរជាតិរួមទាំងមានការផ្សាយបន្តផ្ទាល់តាមរយៈគេហទំព័រ Facebook ផ្លូវការរបស់សាកលវិទ្យាល័យ Belty អន្តរជាតិសរុបចំនួនប្រមាណជាង 5000 នាក់ដែលប្រព្រឹត្តទៅនៅសាកលវិទ្យាល័យ Belty អន្តរជាតិទីតាំងទី2ស្ពានអាកាសចោមចៅបន្ថែមពីនេះក៏មានការធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយសនិងស្ថាប័នដៃគូដែលមកពីប្រទេសនានាជូនដល់បុគ្គលិកសាស្ត្រាចារ្យនិងសិស្សនៃសាលា Belty អន្តរជាតិផងដែរពិព័រណ៍អប់រំនៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ Belty លើកទី9ឆ្នាំ2026នេះធ្វើឡើងក្នុងគោលបំណងនិងមានខ្លឹមសារដូចខាងក្រោម 1. លើកកម្ពស់វប្បធម៌ដ៏ត្រចះត្រចង់នៃប្រជាណាចក្រកម្ពុជានិងផ្ដោតលើវឌ្ឍនភាពនៃវិស័យអប់រំនិងសេដ្ឋកិច្ចជាតិទៅកាន់ឆាកអន្តរជាតិ 2. បង្កើតបណ្ដាញទំនាក់ទំនងគ្នាសម្រាប់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ដែលចូលរួមក្នុងសន្និសីទនេះ 3. បង្ហាញអំពីគ្រឹះស្ថានអប់រំជាដៃគូអំពីកម្មវិធីសិក្សាទៅកាន់សិស្សានុសិស្សនិងនិស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅក្រៅប្រទេស 4. ធ្វើកិច្ចសហប្រតិបត្តិការលើភាពជាដៃគូក្នុងការអប់រំតាមរយៈការផ្លាស់ប្ដូរសិស្សនិស្សិតបុគ្គលិកសាស្ត្រាចារ្យអ្នកស្រាវជ្រាវដើម្បីលើកតម្កើងកេរ្តិ៍ឈ្មោះស្ថាប័នទាំងក្នុងនិងក្រៅប្រទេស 5. ផ្ដល់ឱកាសអាហារូបករណ៍សម្រាប់សិស្សនិស្សិតរបស់ Belty ក៏ដូចជាសាលារដ្ឋនិងសាកលវិទ្យាល័យផ្សេងៗទៀតផងដែរ 6. ចូលរួមចំណែកក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជាដែលផ្ដល់អាទិភាពដល់វិស័យអប់រំនិងការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រជាណាចក្រកម្ពុជា Belty International University, the future of global leaders.